កិត្តិយសសូមគោរពអញ្ជើញលោកហុងសៀងបងនាយកសិក្សាធិការនិងនាយកមជ្ឈមណ្ឌលសិក្សាទំនើបកុលាបទី1ឡើងមកលើវេទិកាដើម្បីធ្វើការថ្លែងនៅមតិស្វាគមន៍និងសម្រាប់អារម្មណ៍ជូនអង្គពិធីទាំងមូលសូមគោរពអញ្ជើញថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយជាអតីតកម្មការដែលបានឃើញកូនមួយសិស្សទាំងអស់សុទ្ធតែពូកែទាំងអស់គ្នាដែលបានអញ្ជើញមកដល់កម្មវិធីថ្ងៃនេះជាថ្ងៃប្រឡងផ្ដាច់ព្រាត់ទៅលើវិញ្ញាសាភាសាខ្មែរនិង4វិញ្ញាសានៅក្នុងមជ្ឈមណ្ឌលសាស្ត្រទំនើបយើងលើកស្ទួយភាសាជាតិរបស់យើងតាមរយៈជំរុញឲ្យបងប្អូនកូនមួយទាំងអស់ចូលរួមបញ្ចេញសមត្ថភាពបើឃើញថាបងប្អូនទាំងអស់នៅថ្ងៃនេះដែលអង្គុយនៅទីនេះត្រៀមនឹងឡើងប្រកួតតាមភាសាដែលបងប្អូនបានតស៊ូយ៉ាងស្វិតស្វាញជាកិច្ចបន្តកម្មវិធីនាងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញលោករស់សាវិធីនាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សាទំនើបបង្ហាញចំណាប់អារម្មណ៍ជូនអង្គពិធីទាំងមូលចាសសូមអបអរសាទរនិងសូមគោរពអញ្ជើញភាសាមិនមែនកើតឡើងដោយធម្មជាតិទេភាសាមិនមែនកើតឡើងដោយឯងទេបាទគឺជាស្នាដៃរបស់បុព្វបុរសបាទដូនតាជាអ្នកបង្កើតទម្រាំចេញពាក្យមួយត្រូវបង្កើតតួអក្សរកខកខបង្កើតស្រៈស្អាស្អិស្អីបាទមានចម្លាក់នៅលើទាំងសីលានៅលើស្លឹករឹតអញ្ចឹងយើងមោទនភាពហើយមានភាសាហើយយើងត្រូវតែចូលរួមថែរក្សា